ជួបមួយទៀតហើយករណីលំបាកមានកូនដែលមានមូលហេតុទឹកដក់នៅក្នុងស្បូនក្រោយពីគាត់ចាយកកូនចេញជាញឹកញាប់ចាដល់ពេលដែលគាត់ចង់បានកូនវិញស្រាប់តែព្យាយាមយកអត់មានដល់ពេលមកធ្វើអេកូទៅយើងឃើញមានទឹកដក់ក្នុងស្បូនណាអញ្ចឹងអតិថិជនហ្នឹងអ្នកគ្រូក៏សំណូមពរឲ្យគាត់ពិនិត្យមើលការសរបស់គាត់ចាអញ្ចឹងយើងពិនិត្យមើលសនៅក្នុងទ្វារមាសទៅអត់មានរោគសញ្ញាមេរោគអីទេក៏ប៉ុន្តែដល់ពេលពិនិត្យទឹកនោមស្វែងរកកាមរោគ12មុខយើងឃើញថាគាត់មានកាមរោគចា positive ចំនួន3ប្រភេទចាអញ្ចឹងបញ្ហាគាត់គឺអាចទឹកដក់នៅក្នុងស្បូនដែលបង្កទៅដោយចាជំងឺកាមរោគរបស់គាត់នឹងហើយមួយទៀតអ្នកគ្រូក៏សំណូមពរឲ្យគាត់ធ្វើតេស្តពិនិត្យមើលកោសិកាមហារីកមាត់ស្បូននិង HPV ចាហើយលទ្ធផលក៏ឃើញមាន detected HPV លេខ16ចាគឺលេខដែលប្រឈមខ្ពស់ទៅនឹងមហារីកមាត់ស្បូនហើយនឹងបង្កទៅជាកាមរោគចាអញ្ចឹងករណីដែលអ្នកជំងឺមានបញ្ហាទឹកដក់ក្នុងស្បូននៅពេលដែលគ្រូពេទ្យស្នើសុំឲ្យធ្វើតេស្តកាមរោគចាអញ្ចឹងអ្នកជំងឺខ្លះគាត់អាចនឹងបដិសេធចាឬក៏អត់យល់ព្រមទេប៉ុន្តែដោយសារតែវាជាមូលហេតុមួយចាដែលគ្រូពេទ្យត្រូវការស្វែងរកមូលហេតុនិងធ្វើការព្យាបាលដែលយើងជួបញឹកញាប់អញ្ចឹងហើយសូមឲ្យអតិថិជនឬក៏អ្នកជំងឺចាឲ្យគាត់សហការពីចាការរករោគវិនិច្ឆ័យនិងការព្យាបាលមួយដែលពិតប្រាកដគឺពឹងផ្អែកទៅលើការធ្វើតេស្តនឹងក៏សំខាន់ដែរចា